នៅបាត់ដំបងនោះគឺបានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលគោលដៅទេសចរជាច្រើននិងសំខាន់នៅក្នុងខេត្តបាត់ដំបងបើតាមការបញ្ជាក់ពីលោកហមអរុនជាអនុប្រធានមន្ទីរនិងជាអ្នកនាំពាក្យនៃមន្ទីរទេសចរខេត្តបាត់ដំបងលោកបានឲ្យដឹងថារមណីយដ្ឋាននិងគោលដៅទេសចរដ៏សម្បូរនៅក្នុងខេត្តបាត់ដំបងបានត្រៀមលក្ខណៈរួចជាស្រេចហើយក្នុងការទទួលស្វាគមន៍ប្រជាប្រដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិមកពីគ្រប់ទិសទីនៅក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំ2025នេះលោកហមអរុនក៏បានថ្លែងឲ្យដឹងដែរថានៅក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះអាកាសធាតុនៅខេត្តបាត់ដំបងគឺមានភាពត្រជាក់ស្រួលខ្យល់អាកាសល្អបរិសុទ្ធជាពិសេសនោះគឺពេលវេលាមួយដែលធម្មជាតិបានបង្ហាញរូបសម្រស់នៅភាពបៃតងរបស់ខ្លួនគួរជាទីទាក់ទាញអារម្មណ៍របស់ភ្ញៀវទេសចរលោកហមអរុនក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋភ្ញៀវទេសចរអញ្ជើញទៅកាន់ខេត្តបាត់ដំបងដើម្បីទស្សនានិងកំសាន្តប្រកបដោយភាពសប្បាយរីករាយហើយធ្វើឲ្យខេត្តបាត់ដំបងពោរពេញទៅដោយភ្ញៀវទេសចរយ៉ាងច្រើនលោកហមអរុនបានអំពាវនាវយ៉ាងដូចនេះជាការពិតណាស់ខេត្តបាត់ដំបងជាទឹកដីដែលមានភាពសម្បូរបែបនៃតំបន់គោលដៅនិងសក្តានុពលតាក់ទាញទេសចរជាច្រើនកន្លែងដែលរួមមានទាំងទេសចរបែបធម្មជាតិបែបកែច្នៃបែបវប្បធម៌បែបសិល្បៈបាទបែបកសិទេសចរហើយទេសចរបែបសាសនាជាច្រើនហើយជាពិសេសបាត់ដំបងមានមុខម្ហូបបាទដ៏ឈ្ងុយឆ្ងាញ់ពិសាសម្រាប់ការបម្រើទៅដល់តម្រូវការរបស់ភ្ញៀវទេសចរទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិបាទហើយសម្រាប់នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរគឺតាមតំបន់គោលដៅក៏ដូចជាសេវាកម្មអាជីវកម្មទេសចរនៅក្នុងក្រុងបាត់ដំបងតាមបណ្ដាស្រុកនានាគឺបានត្រៀមខ្លួននៅក្នុងការទទួលភ្ញៀវទេសចរបាទទាំងការរៀបចំទទួលបដិសេធកិច្ចការរៀបចំនៃគុណភាពសេវាកម្មអនាម័យអីផ្សេងគឺបានរៀបចំត្រៀមនៅក្នុងការទទួលហើយជាពិសេសនៅក្នុងអំឡុងពេលនៃរដូវបុណ្យភ្ជុំបិណ្ឌនេះដែរគឺអាកាសធាតុនៅក្នុងប្រទេសកម្ពុជាក៏ដូចជាខេត្តបាត់ដំបងគឺមានភាពត្រជាក់ស្រួលបាទខ្យល់អាកាសបរិសុទ្ធហើយជាពិសេសគឺជាពេលវេលាមួយដែលធម្មជាតិបានបង្ហាញនៅគេហៅថាភាពតាក់ទាញភាពបៃតងដែលធ្វើឲ្យបំរើដល់អារម្មណ៍ភ្ញៀវទេសចរទាំងជាតិអន្តរជាតិឲ្យមកទស្សនាកម្សាន្តប្រកបដោយភាពកក់ក្ដៅដូចជាមានអារម្មណ៍ថាស្រស់ស្រាយនៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះមន្ទីរទេសចរខេត្តបាត់ដំបងក៏ដូចជាក្នុងនាមរូបខ្ញុំបាទផ្ទាល់ក៏សូមគោរពអំពាវនាវដល់អាយដាមលោកមន្ទីរអស់លោកស្រីភ្ញៀវទេសចរជាតិនិងអន្តរជាតិសូមអញ្ជើញមកទស្សនាកម្សាន្តខេត្តបាត់ដំបងឲ្យបានកាន់តែច្រើនបាទពីព្រោះបាត់ដំបងតែងតែមានអ្វីដែលថ្មីអ្វីដែលពិសេសជូនទៅដល់ភ្ញៀវទេសចរដែលអញ្ជើញមកទស្សនាមិនឲ្យមានភាពដដែលទេអញ្ចឹងការអភិវឌ្ឍថ្មីមិនថាតែនៅក្នុងទឹកដីនៃក្រុងបាត់ដំបងទេនៅតាមបណ្ដារមណីយដ្ឋានគោលដៅផ្សេងៗក៏មានការរៀបចំជាទីតាក់ទាញយ៉ាងច្រើនបាទសម្រាប់ឲ្យបម្រើទៅដល់ការកំសាន្តសប្បាយរបស់អស់លោកស្រីបាទហើយបន្ថែមពីនេះនៅក្នុងការឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះក៏សូមអំពាវនាវឲ្យបាទបងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិសូមធ្វើដំណើរបាទទៅទីជិតទីឆ្ងាយបាទឲ្យមានការគោរពទៅតាមច្បាប់ចរាចរណ៍ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នាហើយជាពិសេសទៅតាមតំបន់ផ្សេងបាទទាំងវត្តអារាមទាំងតំបន់ទេសចរចូលរួមនៅក្នុងការថែរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួនហើយគោរពបាទទៅដល់ការធ្វើចរាចរណ៍ទៅវិញទៅមកដើម្បីសេចក្តីសុខហើយនឹងការកំសាន្តប្រកបដោយភាពរីករាយជាមួយនឹងក្រុមគ្រួសារខេត្តបាត់ដំបងសូមស្វាគមន៍បងប្អូនប្រជាពលរដ្ឋភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តប្រកបទៅដោយភាពកក់ក្ដៅនិងអនុស្សាវរីយ៍ល្អៗជាមួយគ្នានេះដែរម្ចាស់អាជីវកម្មទេសចរនៅក្នុងខេត្តបាត់ដំបងក៏បានបញ្ជាក់អំពីការរៀបចំនៅបរិស្ថានអនាម័យផងដែរដើម្បីជាការត្រៀមលក្ខណៈក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិបន្ថែមលើឲ្យជារសម្ហូបអាហារទេសភាពកន្លែងកំសាន្តនានាបញ្ហាបរិស្ថានក៏ជារឿងដែលសំខាន់ម្ចាស់អាជីវកម្មទេសចរខេត្តបាត់ដំបងបានបញ្ជាក់យ៉ាងដូចនេះខ្ញុំបាទឈ្មោះនឹមសុផលជាម្ចាស់អាហារដ្ឋានបុប្ផាបណ្ណន់ដែលមានទីតាំងនៅរមណីយដ្ឋានប្រាសាទបណ្ណន់ហើយក្នុងឱកាសភ្ជុំបិណ្ឌនិងកាន់បិណ្ឌខាងមុខដែរគឺអាហារដ្ឋានយើងខ្ញុំក៏បានរៀបចំជាពិសេសគឺអនាម័យនិងតបតែងរបៀបរៀបរយទៅតាមដើម្បីទទួលភ្ញៀវជាតិនិងអន្តរជាតិដែលកើតអញ្ជើញមកទស្សនាឬក៏មកអញ្ជើញញ៉ាំអីលេងនៅ
កញ្ចុះដូចជាអាហារដ្ឋានយើងខ្ញុំផងដែរបាទអាហារដ្ឋានបុប្ផាបណ្ណរបស់ខ្ញុំជាទីតាំងដែលនៅរមណីយដ្ឋានប្រាសាទបណ្ណនេះគឺជាទូទៅគឺបងប្អូនប្រជាពលរដ្ឋរបស់យើងគឺគាត់ចូលចិត្តទៅនឹងម្ហូបបុរាណខ្មែររបស់យើងដែលយើងចម្អិនដោយហៅថាតបែបជនបទអីចឹងទៅដូចជាមន់ដុតហើយនឹងគ្រឿងខាងម្ហូបបែបស្រុកស្រែបែបខ្មែររបស់យើងមកទេទីខ្ញុំអំពាវនាវដល់ប្រជាពលរដ្ឋជាតិនិងអន្តរជាតិទាំងអស់អញ្ជើញមកលេងរមណីយដ្ឋានប្រាសាទបណ្ណឲ្យបានច្រើនក៏ដូចជារមណីយដ្ឋានប្រាសាទបណ្ណយើងក៏មានដូចជាអាហារដ្ឋានហើយនិងសេវាកម្មផ្នែកអាហារបែបបុរាណហើយនឹងមានអាហារឆ្ងាញ់ប្រកបដោយអនាម័យហើយនឹងស្របតាមការណែនាំរបស់ក្រសួងដែលគាត់តែងពីវិនិយោគឲ្យពួកយើងខ្ញុំតាក់ទងរឿងតម្លៃនិងសេវាកម្មនិងអនាម័យផងដែរបាទអាហារដ្ឋាននេះខ្ញុំឈ្មោះរ៉េតលីកាមានទីតាំងនៅជើងភ្នំបណ្ណន់បងមានម្ហូបបាយម្ហូបកំងមានមាន់ដុតមានប្រហុកអាំងម្ជូរស្រែត្រីអាំងត្រីបំពងអីហ្នឹងបងហាងនេះខ្ញុំមានម្ហូបដូចជាច្រើនមុខក៏បងដូចជាប្រហុកអាំងច្រញជាច្រើនឆ្ងាញ់ណាបងម្ហូបនេះហើយម្ជូរស្រែហ្នឹងបងដូចគ្នាចូលចិត្តមាន់ដុតស្អីមាន់ស្រែអានេះបងខ្ញុំសូមអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់សូមឲ្យគាត់មកញ៉ាំអីនៅហាងរ៉េតលីកាផ្អីម្ហូបនេះធូរថ្លៃឆ្ងាញ់ទៀតបងចាមានអនាម័យល្អម្ហូបធូរថ្លៃបងនៅនេះចាមានកញ្ចុះអង្គុយលេងមាត់ទឹកច្រើនណាបងនៅនេះសូមបញ្ជាក់ថាខេត្តបាត់ដំបងគឺជាទឹកដីដ៏ស្រស់ប្រំប្រៃនិងមានរមណីយដ្ឋានបែបប្រវត្តិសាស្ត្រវប្បធម៌ប្រពៃណីសិល្បៈនិងម្ហូបអាហារដែលបានផ្ដល់បទពិសោធន៍ដ៏សម្បូរបែបទៅដល់អ្នកទេសចរដែលបានចូលមកដល់ខេត្តបាត់ដំបងហើយចង់មកទស្សនាម្ដងទៀតខេត្តបាត់ដំបងគឺមានរមណីយដ្ឋាននិងគោលដៅទេសចរសរុបចំនួន115កន្លែងដែលក្នុងនោះរួមមានរមណីយដ្ឋានទេសចរចំនួន22កន្លែងសហគមន៍ទេសចរនិងអេកូទេសចរចំនួន4កន្លែងនិងតំបន់គោលដៅទេសចរចំនួន54កន្លែងសារមន្ទីរចំនួន2កន្លែងទេសចរបែបសាសនាមានចំនួន29កន្លែងនិងគោលដៅកសិទេសចរមានចំនួន4កន្លែង